Ok, đang ởគ្នាថ្ងៃនេះយើងនាំគ្នាទៅលេងនៅកោះស្ដេចឥឡូវនេះពួកយើងគឺបានធ្វើដំណើរនៅតាមផ្លូវទៅលេងនៅកោះស្ដេចផងដែរបងប្អូនចង់ដឹងថានៅលើកោះស្ដេចស្អាតប៉ុណ្ណាចាំទស្សនារបស់គ្នាឥឡូវនេះខ្ញុំមកដល់កន្លែងញ៉ាំបាយសិនហើយបានបន្តទៅមុខទៀតទៅគោលដៅរបស់យើងគឺកោះស្ដេចបាទមកដល់ទីនេះគឺជាផ្លូវបំបែកដែលយើងត្រូវបត់ចូលទៅកោះស្ដេចបាទយើងបត់ទៅតាមផ្លូវនេះគឺបុកទៅចូលទៅកោះស្ដេចហើយមកដល់រង្វង់មូលនេះពួកយើងក៏បានឈប់នឹងថតរូបផងដែរទស្សនភាពផ្លូវពិតជាធំទូលាយមែនតើផ្លូវដែលត្រូវចូលទៅកោះស្ដេចស្អាតហើយមិនមានចរាចរណ៍ឡានអីច្រើនទេមើលទៅទូលាយស្រួលជីកជាមួយនឹងទេសភាពស្អាតនៅតាមផ្លូវផងដែរគេបងប្អូនចាំតាមដានរបស់គ្នាទៅតាមផ្លូវទៅកោះស្ដេចតើទេសភាពស្អាតយ៉ាងណាចាំមើលទាំងអស់គ្នាណាអូខេនេះជាទេសភាពនៅតាមផ្លូវដែលយើងត្រូវចូលកោះស្ដេចបងប្អូនអាចឃើញហើយផ្លូវធំទូលាយមែនតើហើយនៅតាមសងខាងផ្លូវទេសភាពជម្រាលភ្នំស្មៅអីនៅខាងសងខាងផ្លូវស្អាតមើលទៅពិតជាប្លែកអារម្មណ៍ស្រស់ស្រាយឈៀលជាមួយនឹងការធ្វើដំណើរមែនតើជាមួយនឹងផ្លូវធំទូលាយផងដែរអូខេតើបងប្អូនទស្សនាទាំងអស់គ្នាទៅតាមផ្លូវរហូតដល់កោះស្ដេចទាំងអស់គ្នាអូខេឥឡូវនេះយើងបានមកដល់ផ្លូវបំបែកយើងបត់ទៅចូលទៅកោះស្ដេចហើយបងប្អូននៅពេលបងប្អូនធ្វើដំណើរមកដល់ត្រង់ចំណុចនេះឃើញផ្លាកហ្នឹងគឺបងប្អូនត្រូវបត់ទៅខាងស្នាមដៃគោលដៅទៅកោះស្ដេចរបស់យើងគឺបត់ទៅខាងស្នាមដៃបាទតោះឥឡូវយើងចូលទៅកោះស្ដេចអស់គ្នានេះគឺជាទស្សនភាពផ្លូវចូលទៅកោះស្ដេចគឺមានឡានទេសចរមកច្រើនមែនតើនេះខ្ញុំទៅលក្ខណៈថ្ងៃសៅរ៍ទឹកបាទយើងមើលទៅឃើញឡានមកច្រើនមែនតើនៅកោះស្ដេចនេះនៅពេលថ្ងៃសៅរ៍ទឹករកកន្លែងដាក់ឡានគ្មានទេគឺណែនតែម្ដងអូខេតើបងប្អូនទស្សនាទាំងអស់គ្នាទៀតការធ្វើដំណើរទៅលើកង់អស់គ្នាជាងមកដល់នេះយើងអាចទិញសំបុត្រទូកជីទូកធំក៏បានអូបទៅក៏បានប៉ុន្តែពួកខ្ញុំមកដល់ទីនេះគឺខ្ញុំទិញសំបុត្រអូបទូកខ្នាតតូចទេដោយសារគ្នាខ្ញុំទៅតែ3នាក់អញ្ចឹងជិះរៀងលឿនដែរជិះទៅរយៈពេល3នាទីទេតោះបងប្អូនទស្សនាអស់គ្នាតើនៅពេលយើងជិះទៅលើផ្ទៃទឹកទៅកោះស្ដេចស្អាតប៉ុណ្ណាតោះ Let's go បងប្អូនអាចឃើញនៅខាងមុខនោះទេគឺជាកោះស្ដេចហើយដែលគោលដៅយើងត្រូវទៅហើយយើងទៅមើលឃើញលើព្រះអាទិត្យលិចហើយចាំងពណ៌វាទៀតមើលទៅស្អាតមែនទែនកោះស្ដេច
តណាអស់គ្នាលើកស្ដាច់អូខេ let's go អូខេឥឡូវនេះពួកយើងបានធ្វើដំណើរមកដល់កោះស្ដេចហើយបងប្អូនចាំទស្សនាទាំងអស់គ្នានៅលើកោះស្ដេចនេះតើមានអ្វីប្លែកនិងមានអ្វីអស្ចារ្យចាំទស្សនាទាំងអស់គ្នាតោះសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អបងប្អូនអាចមើលឃើញនេះគឺជាកន្លែងបោះតង់ផ្ទះជាវនេះគឺកន្លែងយើងត្រូវជួលបោះតង់ហើយគឺយើងជួលតង់ហើយគឺយើងមកដាក់ដេកនៅកន្លែងហ្នឹងដែលគេធ្វើសម្រាប់ភ្ញៀវទេសចរមកកម្សាន្តដល់សម្រាប់បោះតង់នៅលើហ្នឹងសម្រាប់នៅពេលយប់វិញមើលទស្សនភាពនៃផ្ទៃសមុទ្រឲ្យស្អាតនៅពេលយប់វាត្រជាក់ល្អគឺគេបោះតង់នៅលើហ្នឹងនេះគឺជាកន្លែងបោះតង់បងប្អូនគឺនិយាយមិញនេះគឺកន្លែងបោះតង់សម្រាប់ភ្ញៀវទេសចរដែលគាត់មកកម្សាន្តនៅលើកោះស្ដេចហ្នឹងភ្នំព្រៃព្រឹកម្រឹងទឹកជ្រោះកោះខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតហត់តដែរតោះឥឡូវយើងនាំគ្នាទៅមួយកន្លែងទៀតគឺជិះទូកមើលផ្កាថ្មរបស់គ្នាតោះបងប្អូនញ៉ាំទស្សនារបស់គ្នាលើផ្កាថ្ម
បងប្អូនអាចឃើញសសនៅត្រង់ផ្ទៃទឹកហ្នឹងគឺប្រភេទផ្កាថ្មហ្នឹងបងប្អូនមើលទៅគឺយើងអាចឃើញផ្កាថ្មដោយសារពួកខ្ញុំជិះនៅលើទូកអញ្ចឹងអត់បានថតផ្ដិតយកផ្កាថ្មបានច្បាស់ទេប៉ុន្តែឃើញសសនៅត្រង់ផ្ទៃទឹកហ្នឹងគឺជាប្រភេទផ្កាថ្មហើយគេឲ្យយើងប៉ះពាល់ទេផ្កាថ្មហ្នឹងគឺយើងបានតែជិះមើលទេគឺគេអភិរក្សនៅផ្កាថ្មទាំងនោះបងប្អូនអាចទស្សនាអត់គ្នានៅប្រភេទផ្កាថ្មនេះតោនេះឡាដោះវិញគេឡាប់ក្នុងកូនហ្នឹងខ្ញុំជួយអ្នកវិញបាញ់ទ្វេតងទៀតធម្មជាតិនឹងគេដើរចាក់ប្រៃហ្នឹងមកមែនទេស្ងប់ត្រង់បងអ៊ំបើចេញពីនឹងទៅហើយពីម៉ោងទៀតដល់បងមកកាត់មករកដូចមុខចឹងអូពូនឹងដាក់តោះឡាកោះឡាងាយដែរកោះឡានដល់មកខាងក្រៅកំពុងនិយាយក៏ឲ្យគេទៅគេហៅទៅវិញទេកោះឡានមកម៉ែគេកោះម៉ែដល់វិញមកទៅបងទៅខ្ញុំនឹងលើកជួយអ្នកបានបន្ទាប់ពីយើងបញ្ចប់មើលការថ្មរួចហើយឥឡូវយើងបន្តទៅកោះស្មាច់មួយទៀតទីនេះគឺជាកោះស្មាច់ទេបងប្អូនអាចមើលអស់គ្នាគឺសាច់ស្អាតមែនទែនពណ៌សហើយផ្ទៃទឹកសមុទ្រនៅទីនេះគឺថ្លាដូចកញ្ចក់អញ្ចឹងបងប្អូនអាចមុជលេងកំសាន្តហើយបរិយាកាសគឺស្រស់ស្រាយមែនទែនគឺនៅលើទីនេះគឺមានតែសាច់សមែនទែនគេដែលគេហៅថាកោះស្មាច់នៅលើកោះនេះគឺមានកន្លែងជួលបោះតង់ផងដែរបងប្អូនអាចជួលតង់បោះគេងលេងកំសាន្តនៅពេលយប់ដែលបងប្អូនមានគោលបំណងថាចង់មកលេងកោះស្មាច់នេះណាយើងមើលខ្សាច់ទៅយ៉ាងសស្រស់ស្អាតមែនទែនពេលបងប្អូនអាចទស្សនាអស់គ្នានៅលើកោះស្មាច់នេះអូខេឥឡូវនេះពួកយើងក៏ដល់ពេលវេលាដែលត្រូវត្រឡប់ទៅវិញផងដែរហើយក៏សូមអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូមួយនេះហើយសង្ឃឹមថាអ្នកនរគ្នានឹងបានមកលេងនៅកោះស្មាច់នេះអ្នកនរគ្នាពិតជាស្រស់ស្អាតអរគុណច្រើនសម្រាប់ទស្សនាសូមជម្រាបលា